សួស្តីបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងនឹងបន្តជួបគ្នានៅក្នុងវីដេអូមេរៀនសម័យកាល degree ទី1មានមួយអញ្ញត្តិចាយើងឈានចូលដល់ការដោះស្រាយសម័យកាលដែលអង្គទី2យើងនឹងស្មើ0អូនចាំទេសម័យកាល degree ទី1មួយអញ្ញត្តិយើងវាមានរៀងទូទៅមិនដែរអូនណាចាំចារៀងទូទៅរបស់វាគឺ ax បូក b ស្មើ c ចារៀងទូទៅរបស់វាយើងដោះស្រាយសម័យកាលនោះមានន័យថាមិនដែរអូនចាគឺយើងរកតម្លៃរបស់ x នេះតើ x នឹងប្រមាណដែលធ្វើឲ្យអង្គទាំងពីររបស់សម័យកាលយើងនឹងវាស្មើគ្នានឹងឬក៏វាផ្ទៀងផ្ទាត់នឹងគឺយើងដោះស្រាយរក x ចាតោះឥឡូវយើងពិនិត្យមើលឧទាហរណ៍របស់អ្នកគ្រូដែលក្នុងករណីនេះយើងដោះស្រាយសម័យកាលយើងគឺយើងរកតម្លៃ x ហ្នឹងធ្វើឲ្យអង្គទាំងពីរហ្នឹងវាស្មើគ្នាវាផ្ទៀងផ្ទាត់គ្នាហ្នឹងតែនៅក្នុងករណីដែលអង្គទី2យើងស្មើ0ចាអូនពិនិត្យមើលតោះអង្គទី1យើងគឺវាមាន x កតាឲ្យ x ដក7ស្មើ0អូនពិនិត្យមើលណាឧទាហរណ៍របស់អ្នកគ្រូគឺសិតតែអង្គទី2វាស្មើ0យើងចូលករណីអង្គទី2ស្មើ0ណូអញ្ចឹងពេលនេះយើងពិនិត្យមើលអង្គទី1អញ្ចឹងអង្គទី1យើងវាជាផលគុណកតាមានន័យថា x កតាឲ្យ x ដក7អញ្ចឹងពីកតាឲ្យបានទីអីដែរអូនចាប្រហែលវិធីគុណណាអញ្ចឹងពីកតាហ្នឹងវាគុណគ្នាស្មើ0អញ្ចឹងមួយកតាណាស្មើ0ក៏គុណនឹងកតាមួយគឺស្មើ0ដែរក្នុងករណីដែលអង្គទី1យើងជាផលគុណកតាអង្គទី2ស្មើ0គឺយើងឲ្យមួយកតាស្មើ0តែម្ដងដោយសារតែវាជាប្រមាណវិធីគុណអញ្ចឹងមួយកតាណាស្មើ0គុណនឹងកតាមួយទៀតគឺស្មើ0ដូចគ្នាឲ្យតួនីមួយៗស្មើ0តែម្ដងអញ្ចឹងនៅក្រោយ x ស្មើ0អញ្ចឹង x ស្មើ0ជាចម្លើយ1កតាទី2របស់យើងគឺ x ដក7ក៏ស្មើ0ដែរតោះយើងបំបត្តិរក x មកយើងបំបត្តិរក x ដក7យើងបំបត្តិបូក7អញ្ចឹងអង្គទី2យើងបូក7ដែរអញ្ចឹងមានន័យថាចម្លើយរបស់យើងនឹងគឺវាមាន2គឺ x ស្មើ0ផងហើយនឹង x ស្មើ7ផងក្នុងករណីនេះតោះពិនិត្យមើលឧទាហរណ៍ទី2អូនមើលឧទាហរណ៍ទី2ក៏អង្គទី2យើងយ៉ាងម៉េចដែរចាស្មើ0ដែរហើយអង្គទី1យើងជាផុសគុណកតាដូចគ្នាកាលណាផុសគុណកតាគឺឲ្យកតានីមួយស្មើ0ម្នាក់ម្ដងកតាទី1យើងគឺ 3x ដក1ស្មើ0មកអញ្ចឹងយើងបំបត្តិរក x ដក1យើងបំបត្តិបូក1អង្គទី2បូក1ដែរអញ្ចឹងយើងរកតែ x បំបត្តិ3ជាមេគុណបំបត្តិមកគឺចែកនឹង3អង្គទី2ចែកនឹង3ដែរអញ្ចឹងចម្លើយទី1យើងគឺ x ស្មើ1លើ3កតាទី2ម្ដងអូនកតា1កតាម្ដង x បូក7ក៏ស្មើ0ដែរអញ្ចឹងយើងទាញរក x មក x យើងស្មើដក7កាលណាអង្គទី1យើងជាផលគុណកតានោះចម្លើយយើងមានប៉ុន្មានអូនចាចម្លើយយើងមាន2អូនចម្លើយយើងគឺមាន2អូនដូចនេះខ្លួនឯងមក x ស្មើ1លើ3 1និង x ស្មើដក7 1ចាតោះឧទាហរណ៍កយើងអង្គទី2ស្មើ0តែអង្គទី1យើងជា degree ទី2ព្រោះវាមាននីតួសនស្មើ2អញ្ចឹងខុសពីខ្ទង់កនិងខ្ទង់ខជាផលគុណកតាឲ្យកតាស្មើ0ដល់ពេលខ្ទង់នេះអង្គទី2ស្មើ0ដែរតែអង្គទី1យើងជា degree ទី2អញ្ចឹងយើងត្រូវធ្វើម៉េចឲ្យវាបានទៅជា degree ទី1ចាអូនមើលយើងមានប៉ុន្មានតួអូនចាមាន2តួហើយសញ្ញាដកអញ្ចឹងផលដក2តួអូនណាចាំរូបមន្តបានចាយើងមានរូបមន្តមួយគឺផលដកការ៉េនៃ2តួនេះa ការ៉េដក b ការ៉េអញ្ចឹងចម្លើយរបស់យើងគឺជាកន្សោមឆ្លាស់មួយតួបូកមួយតួដកចាអង្គទី1យើងជា degree ទី2យើងត្រូវបំលែងវាទៅជា degree ទី1អញ្ចឹងដោយសារតែវាចូលរូបមន្តនេះយើងអនុវត្តរូបមន្តផលដកការ៉េ2តួ x ការ៉េយើងនៅដដែលសញ្ញាដកដដែល100យើងដាក់ថាប៉ុន្មានដែរអូនបើបានជាការ៉េចាគឺ10ការ៉េចាអូនពិនិត្យមើលណានេះ a ការ៉េ b ការ៉េយើង x ការ៉េ10ការ៉េ
ចូលរួមមុនអូនណាអញ្ចឹងយើងបានកន្សោមឆ្លាស់មកចាអញ្ចឹងយើងទីបានកន្សោមឆ្លាស់មក x យើងដក10និងមកតួទៀត x យើងបូក10ចាវាស្មើ0ផលគុណកតាដូចខ្ទង់កខឲ្យអូនណាចាអញ្ចឹងអូនឲ្យមកកតាស្មើ0តែម្ដង x ដក10ស្មើ0អូនទាញរក x មក x យើងស្មើ10មកកតាទៀត x បូក10ស្មើ0នោះ x យើងស្មើដក10ចាអញ្ចឹងកាលណាសមីការយើងវាដឺការ៉េទី2នោះយើងដាក់ជាប្រគុណកតាហើយនោះយើងទីបានចម្លើយយើងគឺមាន2ចាអញ្ចឹងអរគុណច្រើនអត់យល់អូនអាច comment សួរបានអរគុណជម្រាបលា